ក្នុងអតីតសម័យមានក្របីពីរមួយជាក្របីស្រុកមួយទៀតជាក្របីព្រៃសត្វទាំងពីរនេះស្រឡាញ់គ្នាណាស់ដេកនៅស៊ីចុកជាមួយគ្នាពុំដែលឃ្លាតពីគ្នាឡើយក៏ប៉ុន្តែសត្វទន្សាយឆ្លៀសវៃក៏រកអបាយក៏ចង់បំបែកមិត្តភាពនេះវាបានទៅប្រាប់ក្របីទាំងពីរថាណែបងក្របីអើយប្រយ័ត្នមនុស្សរកឃើញហើយចាប់បងឯងយកទៅប្រើប្រាស់មិនខានឬដូច្នោះក្របីទាំងពីរក៏ភ័យខ្លាចហើយក៏ចាប់ផ្ដើមរស់នៅបែកគ្នាចាប់ពីពេលនោះមកពេលវេលាកន្លងផុតទៅទន្សាយក៏ប្រើល្បិចម្ដងទៀតដោយទៅប្រាប់ក្របីព្រៃថាមានក្របីមួយអួតថាខ្លួនវាខ្លាំងណាស់ចង់មកចូលសាក្រឹតជាមួយបងរួចវាក៏ទៅប្រាប់ក្របីស្រុកវិញថាក្របីព្រៃគេខឹងនឹងបងណាស់គេចង់មកចូលឲ្យដឹងដៃភ្លាមនោះក្របីទាំងពីរក៏បានមកជួបគ្នាហើយស្ទុះទៅចូលគ្នាយ៉ាងសាហាវបំផុតការប្រយុទ្ធដ៏ខ្លាំងក្លាបានកើតឡើងប៉ុន្តែគ្មានអ្នកណាឈ្នះគ្មានអ្នកណាចាញ់ចុងក្រោយពួកវាក៏សម្រេចចិត្តបែកផ្លូវគ្នាមួយទៅនៅស្រុកមួយទៅនៅព្រៃរហូតមកដល់សព្វថ្ងៃនេះ